ភិវឌ្ឍសំណង់ស្នាក់ទឹកកំពង់គូស្ថិតក្នុងខេត្តកំពង់ធំសម្រេចបាន 70% នៅព្រឹកថ្ងៃអាទិត្យឯកឧត្តមថោជាស្ដារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមចុះពិនិត្យជាក់ស្ដែងវត្តភាពការងារគម្រោងអភិវឌ្ឍសំណង់ស្នាក់ទឹកកំពង់គូដែលបានសម្រេចបានប្រមាណ 70% ស្ថិតក្នុងភូមិកំពង់គូលើឃុំកំពង់គូស្រុកកំពង់ស្វាយខេត្តកំពង់ធំការងារសំខាន់ៗរបស់គម្រោងរួមមានទី1សំណង់ស្នាក់ទឹកកំពង់គោដែលមានបំពាក់ស្ពានឆ្លងកាត់ប្រវែង260ម៉ែត្រទទឹង6ម៉ែត្រដើម្បីចរាចរណ៍ឆ្លងពីត្រៃម្ខាងទៅត្រៃម្ខាងទៀតនិងបំពាក់ទ្វារទឹកសរុបចំនួន25ដែលទ្វារទឹកនីមួយៗមានទំហំទទឹង10ម៉ែត្រនិងកម្ពស់10ម៉ែត្រទី2សំណង់ជើងទេច្រាំងស្ទឹងទី3ផ្លូវក្រាលបេតុង2ខ្សែមានប្រវែងសរុប1500ម៉ែត្រនិងទី4សំណង់ជណ្ដើរត្រីចំនួន1ខ្សែប្រវែង200ម៉ែត្រទី5សំណង់អគារការិយាល័យនិងប្រតិបត្តិការដែលមានទទឹង6ម៉ែត្របណ្ដោយ12ម៉ែត្រកម្ពស់1ជាន់គម្រោងអភិវឌ្ឍសំណង់ស្នាក់ទឹកកំពង់គោបានចាប់ផ្ដើមអនុវត្តកាលពីខែឧសភាឆ្នាំ2024ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមេសាឆ្នាំ2026ខាងមុខ